ដើម្បីកុំឲ្យចុះស៊ីបានជ្រូកតូចទាំង3បានសំផ្តែរៀងខ្លួនជ្រូកច្បងខ្ជិលណាស់គ្រាន់តែរើចម្បាំងមកគល់ព្រោះគិតតែពីចង់ប្លង់ខ្លុយដែលខ្លួនស្រឡាញ់ឲ្យឆាប់ជ្រូកទី2មានគំនិតឆ្លាតបន្តិចរកឆាប់មកសំផ្តែឈើហើយគិតថាបើឲ្យឆាប់នឹងបានលេងវីយូឡុងដែលខ្លួនស្រឡាញ់មានតែជ្រូកទី3ទេដែលឧស្សាហ៍ព្យាយាមខំប្រឹងប្រែជ្រូកទី1គ្រាន់តែទាញចម្បាំងយកមកគល់គ្មានសណ្ដាប់ធ្នាប់ព្រោះគិតតែពីប្រញាប់ប្លង់ខ្លុយដែលខ្លួនស្រឡាញ់ឲ្យបានលឿនជ្រូកទី2មានល្បិចល្អបន្តិចបន្តួចរកឈើមកសាងសង់ផ្ទះឈើក្នុងចិត្តគិតថាបើចាប់លឿនអាចលេងវីយូឡុងដែលខ្លួនស្រឡាញ់បានមានតែជ្រូកទី3ទេដែលមើងម៉ាត់និងឧស្សាហ៍គាត់ប្រាអត់ទាំងស្រុងនៅពេលដែលចាស់ស្ទុះមកពិបាកលីស៊ីម៉ងធ្វើផ្ទះដោយប្រុងប្រយ័ត្នបំផុតមិនខ្ជិលច្រអូឡាយចង់ឲ្យផ្ទះមុំទាំងសាងសង់បានរឹងមាំនិងចប់បានយូរបងធំនិងបងទី2របស់ជ្រូកពួកគេក៏បញ្ចប់ការងារសាងសង់ផ្ទះយ៉ាងលឿនម្នាក់ប្លង់ខ្លុយម្នាក់លេងវីយូឡុងរំលេងយ៉ាងសប្បាយហើយនាំគ្នាទៅលេងប្អូនទី3ឃើញប្អូននៅតែរីបាត់បងប្អូនទាំងពីរក៏ទឹកចិត្តមិនបានក៏សើចចំអកយ៉ាងខ្លាំងណាស់ពិតជាល្ងងណាស់ធ្វើផ្ទះយឺតបែបនេះតើអ្នកមានពេលលេងកម្សាន្តដែរណានោះប្អូនទី3ងើបមុខមើលពួកគេទាំងទឹកមុខស្មោះត្រង់រួចនិយាយថាអ្នកទាំងឥឡូវនេះពួកគេគ្រាន់តែច្រៀងរំសាយសប្បាយតែពេលចាក់ធំមកដល់ខ្ញុំខ្លាចថាដល់ថ្នាក់សំបីតែស្ដាយក្រោយក៏មិនទាន់ដែរសម្ដីនេះធ្វើឲ្យជ្រូកបងធំនិងបងទី2សើចរហូតដល់ពឹកខ្លួនត្រង់លេងរួចពួកគេកាន់តែរីករាយច្រៀងរំដោយមោទនភាពមិនបានចាប់អារម្មណ៍សោះថាគ្រោះថ្នាក់បានមកដល់ស្ងាត់ហើយចាក់ធំកំពុងតាមខ្លួនមកលោតកេងឆេងមករកទីនេះពេលឃើញចាក់ធំភ្លាមបងប្អូនជ្រូកទាំងពីរអ្នកភ្ញាក់ផ្អើលភ័យស្លន់ស្លោរត់តែក្នុងទៅផ្ទះរៀងខ្លួនជ្រូកទី2មានភាពរហ័សរហួនជ្រូកធាត់នោះប្រញាប់រត់ទៅដល់ផ្ទះឈើតែអល់ដួយចិត្តត្រូវចូលដល់កាសាហាវនោះចាប់បានទៅហើយក្រោយពីរត់ដល់ផ្ទះចម្បាំងវិញគាត់ក៏មិនភ្លេចទីកម្រាលព្រមសុំស្វាគមន៍ចូលក្នុងផ្ទះដែរចៅក៏រត់មកដល់មាត់ទ្វារធ្វើទៅក្រអឺក្រអងណាស់វាដំបងក្រុងបញ្ឆោតឲ្យជ្រូកចាស់បាក់ទ្វារឃើញជ្រូកចាស់ខ្លាំងពេកចៅក៏ស្រែកយ៉ាងកាច់ថាបើកទ្វារទៅបើមិនអ៊ីចឹងអ្នកនឹងស្ដាយក្រោយមិនខានណាស់ទើបរត់ចូលផ្ទះចម្បាំងវិញគាត់នៅតែមិនភ្លេចទីកន្ទេលជូតជើងស្វាគមន៍ចូលមកវិញនៅមាត់ទ្វារកន្លែងដែលសរសេរស្វាគមន៍នោះផ្ទៃឆ្កែចាប់ប្រភេទដេញដល់មាត់ទ្វារយ៉ាងក្លឿនដាំឡាយមានបំណងធ្វើពុតជីលងលំឲ្យជ្រូកច្បងចុះចាញ់បើកទ្វារលុះឃើញអេរិយាបថរបស់ភីគីមខាងទៀតរឹងមាំទើបស្រែកកំហោចថាបើចេះដឹងសោក៏បើកទ្វារទៅបើមិនដូច្នោះទេឯងនឹងដឹងហូបផ្លែឈើទៅឃើញជ្រូកច្បងមិនឆ្លើយតបយូរពេកជាធំខឹងខ្លាំងក៏ដកដង្ហើមធំរួចផ្លុំទៅកម្លាំងផ្លុំនេះពិតជាគួរឲ្យភ្ញាក់ផ្អើលផ្ទះចម្បាំងត្រូវបានរស់រើភ្លាមជ្រូកច្បងភ័យស្លន់ស្លោរត់យ៉ាងលឿនបំផុតមិនកម្រាស់ឡើយដូច្នេះវាក៏កាត់គំនិតមួយគិតឃើញល្បិចមួយក៏ស្រែកថាជ្រូកទាំងពីរក្បាលនេះឆ្លាតពេកខ្ញុំចាញ់ឲ្យសុំដកថេសិននិយាយឲ្យលាក់ខ្លួនក្រៅរបងរួចធ្វើសម្លេងដូចដើរចេញទៅបងប្អូនក្នុងផ្ទះជឿទាំងស្រុងក៏នាំគ្នាច្រៀងរំយ៉ាងសប្បាយមិនយូរប៉ុន្មានស្រាប់តែមានសម្លេងគូទ្វារធ្វើឲ្យពួកគេតាក់ស្លុតញ័រខ្លួនជាប់បានបន្លឺសម្លេងដូចកូនតែដែលបាត់ម្ដាយអង្វើថាជួយជ្រូកតូចទាំងពីរល្បិចចូលពេកឲ្យខ្ញុំចាញ់បោកពួកឯងហើយសុំដកថេសិននិយាយចប់ក៏លួចលាក់ខ្លួននៅខាងក្រៅរបងឲ្យថែមទាំងចិត្តអ្នកគូទង្គិតអ្វីមួយដើម្បីឲ្យលឺសួរស្នូជើងដើរចេញទៅបងប្អូនទាំងពីរក្នុងផ្ទះជឿថាជាការពិតហើយក៏ចាប់ផ្ដើមច្រៀងរំយ៉ាងសប្បាយរីករាយប៉ុន្តែមិនយូរប៉ុន្មានសម្លេងគូទ្វារមួយរំពេចក៏លន់ឡើងកូនជ្រូកទាំងពីរភ័យញ័រពេញខ្លួនជាធំតែសម្លេងធ្វើជាពេលតូចដែលត្រូវគេបោះបង់ចោលហើយកូនជ្រូកតូចចិត្តល្អឯងសូមបើកទ្វារជួយខ្ញុំផងប៉ុន្តែបងប្អូនទាំងពីរដឹងភ្លាមថាជាការក្លែងបន្លំរបស់ជាធំពេលដឹងរឿងចៅខំសម្បាយជាខ្លាំងស្រុកខ្សោយយ៉ាងជ្រៅម្ដងទៀតដើម្បីប្រាក់បាត់ក្នុងផ្ទះដ៏ពូកែបងប្អូនជ្រូកបើកទ្វារស្រាប់តែឃើញជាធំក៏ភ័យរត់ផ្អើលរត់មិនបានប៉ុន្មានជំហានត្រូវចាប់បានកន្ទុយសំណាងល្អនៅខាងមុខមានដើមឈើធំពួកវាក៏ឆ្លៀតឱកាសរើបំរាស់រួចរត់ចូលលាក់ខ្លួនដោយប្រញាប់ប្រញាល់នៅក្នុងផ្ទះរបស់បងប្អូនទី3ចូលសងក្នុងបង្កាន់ដៃក្រែជ្រូកទី3ឃើញបងញ៉ោហើយឥឡូវដឹងថាផ្ទះដេកប្រាមិនកើតទេតែមិនបាច់ខ្លាចផ្ទះថ្មបាយខ្ញុំរឹងមាំណាស់តោះរំលេងទៀតនិយាយចាប់គេក៏ចាប់ដើមលេងស៊ីណូជ្រូកទាំង3ក៏ច្រៀងរំយ៉ាងរីករាយម្ដងទៀតពេលនោះសម្លេងគូទ្វារបន្លឺឡើងជ្រូកទី1និងទី2ភ័យណាស់រត់ចូលសំក្រោមបង្កាន់ដៃក្រែវិញអង្វរក៏ប៉ុន្តែកុំភ័យអីផ្ទះរបស់ខ្ញុំនេះរឹងមាំណាស់តោះពួកយើងបន្តលេងហើយរំទៀតនិយាយរួចគេក៏ចាប់ដើមលេងស៊ីណូកូនជ្រូកទាំង3ក៏ច្រៀងរំយ៉ាងសប្បាយរីករាយពេលនោះស្រាប់តែមានសម្លេងគូទ្វារលន់ឡើងទៀតពេលដែលយ៉ាម៉ាតូនិងជ្រូកទី2ចុះចូលទៅក្នុងបង្គោលក្រែម្ដងទៀតជ្រូកទី3បានសួរអ្នកខាងក្រៅដោយស្ងប់ស្ងាត់ជិតធំបានខ្លាញ់ខ្លួនជាអ្នកលូចច្រាម្ដងទៀតតែជ្រូកទី1ឆ្លាតណាស់បើតែចន្លោះទ្វារបន្តិចជិតធំដែលចង់លោតចូលត្រូវជាប់នៅខាងក្រៅជ្រូកទី3មានប្រតិកម្មរហ័សនាងបិទទ្វារភ្លាមហើយចាប់យកច្រាស់មកវីចូលនោះយ៉ាងដំណំជិតធំដែលខាងខ្លាំងក៏សម្រេចចិត្តប្រើបិទចាស់ស្រុកសៅពេញសួតហើយផ្លុំពេញកម្លាំងទៅលើផ្ទះឥតនោះប៉ុន្តែជ្រូកច្បងដែលមានល្បិចល្អបើកទ្វារបន្តិចដំឡាយចង់តែជិតធំដែលកំពុងប្រញាប់ប្រញាល់នោះត្រូវបានបិទនៅខាងក្រៅជ្រូកទី3មានប្រតិកម្មរហ័សណាស់គាត់បានបិទទ្វារភ្លាមហើយចាប់យកជក់ដងនោះទៅវីជិតធំដែលខាត់បងនោះខឹងខ្លាំងណាស់វាមានគម្រោងប្រើបិទចាស់របស់វាម្ដងទៀតវាស្រុកសៅជួជ្រៅហើយប្រើអស់ពីកម្លាំងចំណែកជ្រូកទី3ដែលនៅខាងក្នុងកំពុងលេងភ្លេងយ៉ាងសប្បាយចិត្តដើម្បីចំអកវាតែចិត្តធំផ្លុំរហូតដល់មុខឡើងក្រហមតែផ្ទះនៅតែរឹងមាំណាស់ពេលវាមិនដឹងធ្វើម៉េចស្រាប់តែក្រឡេកឃើញបំពង់ផ្សែងក៏លោតឡើងលើដំបូលភ្លាមវាចូលទៅក្នុងតែជ្រូកទី3ដឹងទាន់ក៏ប្រញាប់បើកគម្របឆ្នាំងយកប្រេងមួយធំចាក់ចូលក្នុងឆ្នាំងចិត្តធំដែលទើបតែវាចូលបំពង់ផ្សែងឆ្កែចិត្តធ្លាក់គូចូលផ្ទះប្រេងក្តៅជួយពេញខ្លួនស្រែកលោឡាហើយអូគូរបួសរត់គេខ្លួនបាត់ទៅពេលគ្រោះថ្នាក់ចាប់សັບគ្រប់ជ្រូកបងក៏បានធូរចិត្តហើយនាំប្អូនទៅលេងភ្លេងច្រៀងរាំសប្បាយរីករាយនឹងពេលវេលាដ៏សុខសាន្តនេះផ្លុំទៅកាន់ផ្ទះអកកំដៅបានឆាប់ឈូពេញខ្លួនវាត្រូវរលាកហើយស្រែកខ្លាំងបោកខ្លួនធ្លាក់ដល់ដីរួចក៏រត់បាត់ទៅជឿដែលអូគូរបួសក៏រត់គេខ្លួនទៅបាត់វិបត្តិត្រូវបានដោះស្រាយទាំងស្រុងជ្រូកបងធំនិងជ្រូកបងទី2ក៏បានធូរចិត្តហើយនាំគ្នាជាមួយជ្រូកបងទី3លេងឧបករណ៍